មូលហេតុលំអិតហើយករណីសិស្សសាលាព្រៃក្របបៅចំនួន3នាក់លំទឹកស្លាប់ពេលនាំគ្នាហែលទឹកលេងនៅក្បាលកោះដាច់សោកនាដកម្មដ៏រន្ធត់ជំវិញករណីក្មេងស្រីសិស្សសាលាអនុវិទ្យាល័យព្រៃក្របបៅចំនួន3នាក់បានបាត់បង់ជីវិតពេលហែលទឹកលេងនៅក្បាលកោះដាច់បណ្ដាលឲ្យលំទឹកស្លាប់គួរឲ្យសង្វេគបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី20ខែមីនាឆ្នាំ2025ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គកំពង់ដកកោះដាច់ពុកឫស្សីភូមិក្បាលកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញជនរងគ្រោះទាំង3នាក់ដែលបានស្លាប់បាត់បង់ជីវិតរួមមានទី1ឈ្មោះសុផារតនាភេទស្រីអាយុ15ឆ្នាំមុខរបរជាសិស្សទី2ឈ្មោះវិនស្រីតាភេទស្រីអាយុ12ឆ្នាំជាសិស្សថ្នាក់ទី7នៃអនុវិទ្យាល័យព្រៃក្របបៅទី3ឈ្មោះហាន់លីនដាភេទស្រីអាយុ13ឆ្នាំជាសិស្សថ្នាក់ទី8អ្នកទាំង3មានទីលំនៅក្នុងភូមិក្របបៅឃុំព្រៃក្របបៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលបានឲ្យដឹងថានៅរសៀលថ្ងៃកើតហេតុមានក្មេងស្រីសិស្សសាលាប្រមាណ7នាក់បាននាំគ្នាជិះកង់ទៅលេងនៅទីតាំងខាងលើដោយអង្គុយញ៉ាំអីនិងផឹកទឹកត្នោតជូរប៉ុន្តែក្រោយមកគេឃើញមានក្មេងស្រីចំនួន5នាក់បានចុះលេងទឹកទន្លេមេគង្គហើយជាអកុសលបានធ្លាក់ក្នុងអន្លង់ជ្រៅផុតជើងក៏លង់ទឹកជាបន្តបន្ទាប់ភ្លាមបន្ទាប់ពីឃើញហេតុការណ៍នេះក្មេងស្រី2នាក់ដែលនៅលើគប់បានព្យាយាមស្រែកឲ្យប្រជាពលរដ្ឋក្បែរនោះជួយក៏មានបងប្អូនខាងទូកនេសាទចេញទៅជួយសង្គ្រោះបានមនុស្សចំនួន2នាក់ប៉ុន្តែជារឿងគួរឲ្យសោកស្ដាយក្មេងស្រី3នាក់ផ្សេងទៀតដែលស្ថិតនៅក្នុងហេតុការណ៍នោះបានលិចចូលទៅក្នុងទឹកបាត់ស្រមោលទើបពលរដ្ឋមិនអាចជួយសង្គ្រោះបានក្រោយកាត់ហេតុការណ៍នេះប្រជាពលរដ្ឋនៅក្នុងភូមិអ្នកនេសាទព្រមទាំងអាជ្ញាធរបានសហការនាំគ្នារាវរកសពទើបប្រទះឃើញសពក្មេងស្រីរងគ្រោះទាំង3នាក់ជាបន្តបន្ទាប់នៅល្ងាចថ្ងៃដដែលបើតាមការត្រួតពិនិត្យរបស់នគរបាលមូលដ្ឋាននិងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការសន្និដ្ឋានថាជនរងគ្រោះទាំង3នាក់ពិតជាបានស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែនបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងរៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី